ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងបានដឹងទាក់ទងទៅនឹង acid folic និងគ្រាប់ថ្នាំជីវជាតិដែកតើស្ត្រីដែលគាត់ត្រៀមមានគភ៌ហើយកំឡុងពេលមានគភ៌និងក្រោយមានគភ៌តើត្រូវប្រើប្រាស់ acid folic និងថ្នាំជីវជាតិដែកយ៉ាងម៉េចច្បាស់ណាស់គឺទាំងពីរមានសារៈសំខាន់ខ្លាំងណាស់ទាក់ទងទៅនឹងគភ៌នៅក្នុងផ្ទៃយើងដឹងហើយថា acid folic មានតួនាទីបង្កើតគ្រាប់ឈាមដើម្បីគ្រប់គ្រងអុកស៊ីសែនទៅឲ្យគភ៌លើសពីនេះទៅទៀត acid folic មានតួនាទីបង្កើតទម្រង់ខួរក្បាលដំបូងក៏ដូចជាឆ្អឹងខ្នងប្រសិនបើខ្វះ acid folic នឹងធ្វើឲ្យកុមារពិការភាពផ្នែកបញ្ញាស្មារតីខួរក្បាលតូចពិការឆ្អឹងខ្នងហើយជាទូទៅ acid folic យើងប្រើប្រាស់ក្នុងមួយថ្ងៃពី300ទៅ400មីក្រូក្រាមតែប៉ុណ្ណោះហើយចំពោះជីវជាតិដែកវិញតើមានតួនាទីយ៉ាងដូចម្តេចគឺមានតួនាទីបង្កើតគ្រាប់ឈាមដូចគ្នាដើម្បីផ្គត់ផ្គង់អុកស៊ីសែនទៅឲ្យគភ៌ហើយកាត់បន្ថយការខ្វះគ្រាប់ឈាមនិងទប់ស្កាត់ការកើតមិនគ្រប់ខែឬខ្វះគីឡូមានតែពេលទីរូបកើតមកគាត់មិនខ្វះគ្រាប់ឈាមកើតគ្រប់ខែមានគីឡូគ្រប់គ្រាន់អីចឹងទៅហើយកម្រិតនៃការប្រើក្នុងមួយថ្ងៃពី15ទៅ30មីលីក្រាមទាក់ទងដំណាក់កាលទី1មុនមានគភ៌គឺយើងអាចប្រើមុនមានគភ៌ពី1ខែទៅ3ខែទៅកាន់តែល្អមុន3ខែកាន់តែល្អហើយពេលមានគភ៌គឺយើងប្រើបន្តមករហូតមកហើយក្រោយសម្រាលតែយើងប្រើរយៈពេលប្រហែលគឺដូចគ្នាពី1ខែទៅ3ខែបើយើងប្រើដល់3ខែទៅកាន់តែល្អហេតុអីព្រោះស្ត្រីក្រោយសម្រាលមកគាត់បាត់បង់ឈាមច្រើនអញ្ចឹងការគ្រប់គ្រង acid folic ក៏ដូចជាគ្រាប់ថ្នាំជីវជាតិដែកហ្នឹងជួយឲ្យគាត់កើតគ្រាប់ឈាមមកវិញក៏ដូចជាវាអាចមានទម្រង់គ្រប់គ្រាន់សម្រាប់បើកដោះកូនផងដែរហើយរបៀបប្រើទៀតសោតគឺយើងប្រើលេបថ្នាំជាតិដែកហ្នឹងនៅ acid folic ហ្នឹងនៅពេលថ្ងៃយើងកុំលេបពេលយប់ព្រោះកាលណាយើងលេបពេលយប់ទៅអាចធ្វើឲ្យខ្លួនរបស់យើងកើតរំដៅទៅជារស័ព្ទអសល់បាក់ចូលដំណេកមួយទៀតគឺយើងលេបពេលពុះទទេឬក្រោយការបរិភោគអាហារ1ទៅ2ម៉ោងឬលេបជាមួយទឹកក្រូចទឹកផ្លែឈើសម្បូរវីតាមីន C ព្រោះកាលណាសម្បូរទៅដោយវីតាមីន C ហ្នឹងទៅជាមួយនឹងគ្រាប់ថ្នាំជាតិដែក acid folic ហ្នឹងបង្កើនការជំរាបជាតិដែកពីពោះវៀនចូលច្រនឈាមក៏ដូចជា acid folic ហ្នឹងចូលច្រនឈាមបានច្រើនជាងមុនហើយទី3គឺហាមលេបជាមួយកាល់ស្យូមទឹកដោះគោទឹកតែឬកាហ្វេព្រោះនាំឲ្យប្រសិទ្ធភាពថ្នាំជាតិដែកថយចុះមានន័យថាការស្រូបថ្នាំជាតិដែកយកទៅប្រើប្រាស់ហ្នឹងថយចុះអញ្ចឹងទាក់ទងទៅនឹងការប្រើប្រាស់ថ្នាំជាតិដែកក៏ដូចជា acid folic គឺមានតែប៉ុណ្ណឹងហើយសូមជូនពរអ្នកទាំងអស់គ្នាមានសុខភាពល្អអរគុណសម្រាប់ការតាមដានវីដេអូកុំភ្លេច like subscribe